បុរសម្នាក់នេះកំពុងតែដេកយ៉ាងលក់ស្រួលនៅក្នុងបន្ទប់របស់គាត់ក្រោយមកគាត់បានបើកភ្នែករបស់គាត់បានឃើញខ្លួនគាត់នៅលើដងផ្លូវដ៏សែនងងឹតមួយបន្ទាប់មកមានស្ត្រីម្នាក់កំពុងតែអង្គុយនៅចំពោះមុខគាត់នាងបានចូលមកជិតគាត់ហើយចាប់ផ្ដើមនិយាយជាមួយនឹងបុរសនោះស្ត្រីម្នាក់នេះគឺជាតួអង្គសំខាន់នៅក្នុងសាច់រឿងរបស់យើងនៅថ្ងៃនេះគាត់មានឈ្មោះថាផាក់គូគឺជាកំពូលឃាតករស្រីដែលស៊ីឈ្នួលសម្លាប់មនុស្សនៅក្នុងក្រុមហ៊ុនសម្លាប់មនុស្សដ៏សាហាវមួយនាងបានទទួលបេសកកម្មអំពីចវាយនៃក្រុមហ៊ុនរបស់នាងដើម្បីមកសម្លាប់មេយ៉ាគូសាជនជាតិជប៉ុនដែលកំពុងតែរស់នៅក្នុងទឹកដីរបស់កូរ៉េផាក់គូបានប្រាប់មេយ៉ាគូសាជនជាតិជប៉ុននោះថានាងនឹងសម្លាប់គាត់នាងបញ្យល់ប្រាប់គាត់ថានេះជាមូលហេតុដែលនាងនាំគាត់មកលើផ្លូវនេះនាងបន្តនិយាយជាមួយគាត់ថានាងត្រូវបានគេបង់ប្រាក់សម្រាប់ការងារមួយនេះហើយនាងគឺជាឃាតករកិច្ចសន្យាដែលធ្វើការឲ្យក្រុមហ៊ុនមួយឈ្មោះថា MK គឺជាក្រុមហ៊ុនស៊ីឈ្នួលសម្លាប់មនុស្សហើយផាក់គូគឺជាកំពូលឃាតករស្រីដ៏សាហាវបំផុតដែលស៊ីឈ្នួលសម្លាប់មនុស្សឲ្យក្រុមហ៊ុន MK មួយនេះបន្ទាប់មកមេយ៉ាគូសាម្នាក់នោះបានចំអកឲ្យផាក់គូថានាងគ្មានសមត្ថភាពដើម្បីសម្លាប់គាត់នោះទេគាត់បន្តនិយាយថាប្រសិនបើនាងមានសមត្ថភាពមែននាងប្រកាសជាបានធ្វើវានៅពេលដែលគាត់កំពុងតែដេកលក់ហើយផាក់គូបានតបទៅវិញថានាងអាចសម្លាប់គាត់បានប៉ុន្តែនាងមានកូនស្រីអាយុ17ឆ្នាំដែលតែងតែទទូចថាមនុស្សគ្រប់រូបនឹងទទួលបានឱកាសស្មើគ្នាក្នុងការការពារខ្លួនដោយសារតែពាក្យសម្ដីរបស់កូនស្រីរបស់នាងទើបនាងមិនសម្លាប់មនុស្សដែលគ្មានឱកាសនឹងការពារខ្លួនរបស់គេបន្ទាប់ពីជជែកគ្នាចប់ផាក់គូក៏បានដើរទៅឡានរបស់នាងបន្ទាប់មកនាងយកដាវដ៏វែងមួយបោះទៅឲ្យមេបងធំយ៉ាគូសាម្នាក់នោះការប្រយុទ្ធដ៏សាហាវរបស់ពួកគេទាំងពីរក៏បានកើតឡើងពួកគេទាំងពីរបានប្រយុទ្ធគ្នាទៅវិញទៅមកយ៉ាងខ្លាំងបាគូនក៏បានដឹងភ្លាមៗថាបុរសនោះមានកម្លាំងខ្លាំងក្លាខុសពីមនុស្សដទៃផ្សេងទៀតដែលគាត់ធ្លាប់បានសម្លាប់ហើយថែមទាំងអាចយកឈ្នះនាងទៀតផងគិតយ៉ាងរហ័សបាគូនបានដកថយទៅឡានរបស់នាងហើយបានដកកំភ្លើងរបស់នាងបាញ់ទៅមេបងធំម្នាក់នោះបណ្ដាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់មកនាងចូលទៅជិតគាត់ហើយបញ្ចប់ការងាររបស់នាងដោយបាញ់ទៅលើមេបងធំយ៉ាគូសានោះជាច្រើនគ្រាប់បណ្ដាលឲ្យគាត់ស្លាប់នៅកន្លែងនោះតែម្ដងបន្ទាប់ពីបេសកកម្មផាក់គូក៏បានត្រឡប់ទៅផ្ទះរបស់នាងវិញជាធម្មតាហើយចាប់ផ្ដើមធ្វើកិច្ចការនៅក្នុងផ្ទះរបស់នាងដើម្បីកុំឲ្យកូនស្រីរបស់នាងដឹងខណៈពេលដែលផាក់គូកំពុងតែរើសសម្លៀកបំពាក់នាងបានរកឃើញកញ្ចប់បារីនិងរបស់របរកូនស្រីរបស់នាងការរកឃើញនេះបានធ្វើឲ្យផាក់គូមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងព្រោះនាងដឹងថាកូនស្រីរបស់នាងបានជក់បារីរឿងនេះបានធ្វើឲ្យផាក់គូនឹកដល់កុមារភាពរបស់នាងនៅពេលដែលឪពុករបស់នាងបានដាក់ទណ្ឌកម្មនាងសម្រាប់ការជក់បារីដោយបង្ខំឲ្យនាងស៊ីបារីផាក់គូនៅតែមានអារម្មណ៍ឈឺចាប់ចំពោះរឿងដែលឪពុករបស់នាងបានធ្វើមកលើនាងដែលតែងតែតាមមកលងបន្លាចនាងជារៀងរហូតមិនយូរប៉ុន្មានកូនស្រីរបស់នាងក៏បានត្រឡប់មកពីសាលារៀនវិញផាក់គូក៏បានស្ដីបន្ទោសកូនស្រីរបស់នាងអំពីរឿងដែលនាងលួចជក់បារីបន្ទាប់មកកូនស្រីរបស់នាងក៏បានតបមកនាងវិញដោយកំហឹងយ៉ាងខ្លាំងនាងបានតបទៅម្ដាយរបស់នាងថាប្រសិនបើគាត់ចង់ឲ្យនាងឈប់ជក់បារីគាត់គួរតែធ្វើជាគំរូឲ្យបានជាមុនសិនបន្ទាប់មកនាងក៏បានដើរចូលទៅក្នុងបន្ទប់របស់នាងដោយទឹកមុខពោពេញទៅដោយកំហឹងផាក់គូមានអារម្មណ៍ខឹងនឹងអាកប្បកិរិយារបស់កូនស្រីរបស់នាងផាក់គូបានដើរតាមកូនស្រីរបស់នាងហើយបានបើកទ្វារដើម្បីនិយាយខុសត្រូវជាមួយនឹងកូនស្រីរបស់នាងកូនស្រីរបស់ផាក់គូហាក់មានអារម្មណ៍ដឹងខុសចំពោះអាកប្បកិរិយាដ៏ឆ្គាំឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តចំពោះម្ដាយនាងក៏បានសុំទោសម្ដាយរបស់នាងបានទទួលស្គាល់ថានាងមិនគួរនិយាយពាក្យទាំងនេះចំពោះម្ដាយរបស់ខ្លួននោះទេណាំដូនិងប្អូនស្រីរបស់គាត់កំពុងតែមើលព័ត៌មាននៅតាមទូរទស្សន៍ដែលព័ត៌មាននោះនិយាយអំពីឃាតកម្មដ៏សាហាវមួយដែលមានមនុស្សបានមកធ្វើឃាតជនជាតិជប៉ុនដែលជាមេបងធំនៃក្រុមយ៉ាគូសាក៏ប៉ុន្តែឃាតករនៅតែមិនត្រូវបានគេស្គាល់អត្តសញ្ញាណឃាតករដែលបានសម្លាប់ជនជាតិជប៉ុនមេបងធំយ៉ាគូសានោះគឺជាផាក់គូលណាំដូបានសរសើរផាក់គូលអំពីសមត្ថភាពដ៏អស្ចារ្យរបស់នាងក្នុងនាមជាកំពូលឃាតករស្រីដ៏សាហាវនៅក្នុងក្រុមហ៊ុនរបស់គាត់ណាំដូគឺជាចវាយរបស់ផាក់គូលណាំដូមានអារម្មណ៍ពេញចិត្តជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ផាក់គូលក្នុងនាមជាកំពូលឃាតករស្រីដ៏អស្ចារ្យនៅក្នុងក្រុមហ៊ុនរបស់ណាំដូផាក់គូលមិនដែលធ្វើការងារថ្លោះធ្លោយម្ដងណានោះឡើយក៏ប៉ុន្តែប្អូនស្រីរបស់ណាំដូមិនសូវចូលចិត្តផាក់គូលប៉ុន្មាននោះទេកិច្ចសន្យាការងាររបស់ផាក់គូលជាមួយនឹងក្រុមហ៊ុនរបស់គេជិតដល់ទីបញ្ចប់ហើយណាំដូចង់ឲ្យនាងបន្តកិច្ចសន្យាការងាររបស់ខ្លួនជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនបន្តទៅទៀតដោយសារជំនាញដែលគ្មានគូប្រៀបរបស់នាងនិងកំណត់ត្រាជោគជ័យដែលមិនធ្លាប់មានរបស់នាងនៅក្នុងថ្ងៃមួយផាក់គូលនិងមិត្តភ័ក្តិរបស់នាង
ផ្សេងទៀតបានជួបជុំគ្នានៅក្នុងសន្តាគារមួយមិត្តភ័ក្តិរបស់នាងដែលជាឃាតករដូចគ្នាកោតសរសើរនាងនិងប្រាថ្នាចង់ក្លាយជាអ្នកមានឥទ្ធិពលដូចនាងទោះយ៉ាងណាក៏ដោយពួកគេគ្មានការងារធ្វើនោះទេនៅពេលបច្ចុប្បន្ននេះម្នាក់ក្នុងចំណោមពួកគេបានបន្ទោសច្បាប់ដ៏តឹងរ៉ឹងដែលដាក់ដោយចៅហ្វាយក្រុមហ៊ុន MK សម្រាប់ស្ថានភាពលំបាករបស់ពួកគេច្បាប់ទាំងអស់នោះមានដូចជាច្បាប់រួមបញ្ចូលការមិនសម្លាប់កុមារការមិនចាកចេញពីក្រុមហ៊ុន MK ដើម្បីទៅចូលរួមជាមួយនឹងក្រុមហ៊ុនផ្សេងនិងការមិនបោះបង់បេសកកម្មមុនពេលបញ្ចប់វាអ្នកណាដែលបំពានច្បាប់ទាំងអស់នេះនឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យពួកគេពិបាករកការងារធ្វើបន្ទាប់ពីការប្រជុំផាគូក៏បានឈ្មោះទៅឡានរបស់នាងនៅពេលទៅដល់ឡានរបស់នាងផាគូបានឃើញបុរសដែលស្រវឹងស្រាមួយចំនួនកំពុងតែមានសកម្មភាពរញ៉េរញ៉ៃនៅក្បែរឡានរបស់នាងហើយពួកគេហាក់ដូចជាចង់បៀតបៀនផាគូអញ្ចឹងមើលទៅពួកគេទាំងអស់នោះហាក់មិនដឹងទេថាពួកគេកំពុងតែលោលេងជាមួយនឹងកំពូលឃាតករស្រីដ៏សាហាវម្នាក់បន្តិចក្រោយមកមិត្តភ័ក្តិរបស់ផាគូក៏បានដើរចូលមកគេក៏បានកម្ចាត់ពួកមនុស្សបាតសង្គមទាំងអស់នោះចេញពីភ្នែករបស់គេចោលទៅសកម្មភាពនៃការប្រយុទ្ធរបស់គាត់ជាមួយនឹងមនុស្សទាំងអស់នោះបានធ្វើឲ្យផាគូចាប់អារម្មណ៍និងរីករាយជាមួយនឹងគាត់នៅថ្ងៃមួយនៅសាលារៀនកូនស្រីរបស់ផាគូបានមានទំនាក់ទំនងស្នេហាជាមួយនឹងនារីដូចគ្នាពួកគេទាំងពីរនាក់ហាក់មានក្តីសុខខ្លាំងនៅពេលដែលពួកគេបាននៅជាមួយគ្នាបន្ទាប់មកមានក្មេងប្រុសៗមួយក្រុមបានដើរចូលមកកាន់ពួកគេកូនស្រីរបស់ផាគូនាងមិនចង់ឲ្យទំនាក់ទំនងរបស់នាងត្រូវបានអ្នកផ្សេងដឹងនាងក៏បានសម្រេចចិត្តចាកចេញពីទីនោះដោយស្ងៀមស្ងាត់នៅពេលដែលនាងព្យាយាមចាកចេញពីទីនោះក្មេងប្រុសម្នាក់ក៏បានចាប់ដៃនាងនិងបានធ្វើរឿងមិនសមរម្យមួយចំនួនមកលើនាងកូនស្រីរបស់ផាគូមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងចំពោះពួកគេនាងបាននិយាយគំរាមក្មេងប្រុសទាំងអស់នោះថាប្រសិនបើពួកគេមិនលែងដៃនាងនោះទេនាងនឹងកាច់បំបាក់ដៃរបស់ពួកគេចោលបន្ទាប់មកនាងក៏បានចាកចេញពីទីនោះទៅនៅក្នុងផ្ទះរបស់ផាគូខណៈពេលដែលនាងនិងកូនស្រីរបស់នាងកំពុងតែញ៉ាំអាហារកូនស្រីរបស់នាងបានទទួលសារជាអក្សរដដែលយ៉ាងច្រើនមកក្នុងទូរស័ព្ទរបស់នាងដោយអារម្មណ៍ងឿងឆ្ងល់ផាគូក៏បានសួរកូនស្រីរបស់នាងថាតើមានក្មេងប្រុសណាម្នាក់កំពុងផ្ញើសារមកកូនដែរឬអត់ប៉ុន្តែកូនស្រីរបស់នាងបានបដិសេធនាងបានព្យាយាមពន្យល់ម្ដាយរបស់នាងថានេះគឺជាការជជែកគ្នានៅក្នុងក្រុមឆាតរបស់នាងដែលនិយាយអំពីលំហាត់មួយដែលគ្រូបានដាក់ឲ្យធ្វើលំហាត់នោះបានសួរមកថាតើស្ត្រីអាចក្លាយជាឃាតករសម្លាប់មនុស្សបានដែរឬអត់កូនស្រីរបស់នាងក៏បានប្រាប់នាងថានាងបានឆ្លើយជាមួយនឹងគ្រូរបស់នាងថាមានតែបុរសទេដែលអាចធ្វើជាឃាតករបានមនុស្សស្រីមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើជាឃាតករនោះទេឮពាក្យរបស់កូនស្រីបែបនេះផាគូមានអារម្មណ៍ភ្ញាក់ផ្អើលនិងបារម្ភព្រោះកូនស្រីរបស់នាងមិនបានដឹងទេថាម្ដាយរបស់នាងគឺជាមនុស្សក្នុងចំណោមមនុស្សដែលមានគ្រោះថ្នាក់បំផុតនោះគឺជាឃាតករស៊ីឈ្នួលសម្រាប់មនុស្សនៅថ្ងៃបន្ទាប់ខណៈពេលដែលផាគូកំពុងតែធ្វើដំណើរទៅកាន់ការិយាល័យរបស់នាងប្អូនស្រីរបស់ចៅហ្វាយបានចូលមកជិតនាងស្វាគមន៍ផាគូយ៉ាងកក់ក្ដៅដោយធ្វើពុតជាសប្បាយចិត្តដែលបានជួបនាងទោះបីជានៅក្នុងការពិតរបស់នាងមានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះផាគូក៏ដោយនៅក្បែរនោះក្មេងស្រីអ្នកប្រយុទ្ធដ៏ជំនាញម្នាក់កំពុងប្រយុទ្ធជាមួយក្មេងប្រុសម្នាក់នាងចាប់ករបស់បុរសបោកគាត់ទៅលើតុហើយវាយគាត់ម្ដងហើយម្ដងទៀតមុននឹងនាងសម្រេចចិត្តបោះគាត់ទៅឲ្យចៅហ្វាយស្រីរបស់ខ្លួនប្អូនស្រីរបស់ចៅហ្វាយកំពុងតែបណ្ដុះបណ្ដាលឃាតករថ្មីសម្រាប់ក្រុមហ៊ុនរបស់ខ្លួនហើយក្មេងស្រីអ្នកប្រយុទ្ធម្នាក់នេះគឺជាសិស្សឆ្នើមរបស់នាងដែលល្អបំផុតក្នុងចំណោមអ្នកជ្រើសរើសទាំងអស់ផាគូបានមកដល់កន្លែងកើតហេតុជាមួយប្អូនស្រីរបស់ចៅហ្វាយហើយអ្នករាល់គ្នាបានស្វាគមន៍នាងយ៉ាងកក់ក្ដៅដោយទទួលស្គាល់ថានាងគឺជាមនុស្សចាស់ទុំបំផុតរបស់ពួកគេនិងជាឃាតករស្រីដ៏ល្អបំផុតនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឃើញបែបនេះប្អូនស្រីរបស់ចៅហ្វាយហាក់មិនពេញចិត្តជាមួយនឹងផាគូហើយនាងមានអារម្មណ៍ចំណែនជាមួយនឹងផាគូហើយសរសើរក្មេងស្រីអ្នកប្រយុទ្ធនៅចំពោះមុខអ្នករាល់គ្នាដោយអះអាងថានាងនឹងលើសផាគូនៅថ្ងៃអនាគតផាគូមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងរឿងទាំងអស់នេះនាងក៏បានព្យាយាមចាក់ចេញពីទីនោះក៏ប៉ុន្តែប្អូនស្រីរបស់ចៅហ្វាយបានខាត់នាងហើយបាននិយាយឌឺដងឲ្យនាងថាក្មេងស្រីអ្នកប្រយុទ្ធរបស់នាងនឹងមានអំណាចខ្លាំងក្លាហើយនឹងគ្រោះថ្នាក់ជាងផាគូនៅថ្ងៃអនាគតនាងបានស្នើសុំឲ្យអ្នកទាំងពីរប្រយុទ្ធគ្នាដើម្បីបញ្ជាក់ការពិតផាគូក៏បានយល់ព្រមនឹងរឿងនេះហើយពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាក្មេងស្រីអ្នកប្រយុទ្ធបានវាយប្រហារផាគូយ៉ាងរហ័សដោយប្រើចលនាពិសេសរបស់នាងដើម្បីព្យាយាមផ្ដួលផាគូទោះជាយ៉ាងណាក៏ដោយផាគូ
បានកិច្ចពីការវាយប្រហារនីមួយៗយ៉ាងប៉ិនប្រសប់នៅពេលដែលក្មេងស្រីធ្វើការប៉ុនប៉ងចុងក្រោយដោយកំបិតផាគូបានតបតយ៉ាងឆ្លាតវៃហើយកំចាត់នាងដោយបច្ចេកទេសដ៏ល្អនិងប៉ិនប្រសប់របស់នាងបន្ទាប់មកផាគូក៏បានចាក់ចេញពីទីនោះដើម្បីទៅជួបចៅហ្វាយរបស់នាងនៅពេលដែលចៅហ្វាយរបស់ផាគូបានជួបនឹងនាងគាត់បាននិយាយជាមួយនឹងនាងថាដោយសារកិច្ចសន្យារបស់ពួកគេជិតដល់ទីបញ្ចប់ចៅហ្វាយរបស់ផាគូចង់បន្តកិច្ចសន្យានោះដោយធានាថានាងនឹងបន្តធ្វើការងារជាមួយគាត់បន្តទៀតក៏ប៉ុន្តែផាគូបានបដិសេធជាមួយនឹងរឿងនេះដោយនាងនិយាយថាកូនស្រីរបស់នាងកំពុងធំឡើងហើយនាងមិនចង់ឲ្យការងាររបស់នាងមានផលប៉ះពាល់អវិជ្ជមានដល់កូនស្រីរបស់នាងទេផាគូកំពុងពិចារណាឈប់អំពីការងារមួយនេះជារៀងរហូតខណៈពេលដែលពួកគេកំពុងតែនិយាយគ្នាផាគូបានទទួលទូរស័ព្ទមួយបន្ទាប់ពីទទួលទូរស័ព្ទទឹកមុខរបស់ផាគូហាក់ដូចជាភ័យខ្លាចនាងបានសុំទោសហើយប្រញាប់ចាក់ចេញពីទីនោះការហៅទូរស័ព្ទនោះគឺមកពីសាលារៀនរបស់កូនស្រីរបស់នាងសាលារៀនបានរាយការណ៍ថាកូនស្រីរបស់នាងបានវាយប្រហារក្មេងប្រុសម្នាក់ដោយកន្ត្រៃផាគូក៏ប្រញាប់ទៅសាលារៀនរបស់កូនស្រីខ្លួននៅពេលដែលផាគូបានទៅដល់សាលារៀននាងបានឃើញកូនស្រីរបស់នាងនិងមិត្តភ័ក្តិរបស់កូនស្រីនាងនៅក្នុងទីចាត់ការនយោបាយទោះបីជាសួរពួកគេយ៉ាងណាក៏ដោយក៏ពួកគេទាំងពីរមិនបានប្រាប់ពីមូលហេតុដែលពួកគេបានធ្វើរឿងគ្រោះថ្នាក់ទាំងអស់នេះដែរជាលទ្ធផលសាលារៀនបានផ្អាកកូនស្រីរបស់នាងរយៈពេលមួយសប្តាហ៍ដោយហាមឃាត់មិនឲ្យនាងចូលសាលារៀនឡើយបន្ទាប់មកពួកគេក៏បានចាក់ចេញពីទីនោះទៅនៅពេលដែលពួកគេកំពុងតែអង្គុយនៅក្នុងឡានផាគូទាមទារឲ្យកូនស្រីរបស់ខ្លួននិយាយការពិតគ្រប់រឿងទាំងអស់ដែលគេបានធ្វើបាបទៅលើមិត្តភ័ក្តិរបស់ខ្លួននៅសាលារៀនចម្លើយនៃកូនស្រីរបស់នាងបានធ្វើឲ្យនាងមានអារម្មណ៍តក់ស្លុតនិងភ័យខ្លាចនាងបានសារភាពថានាងចង់សម្លាប់ក្មេងប្រុសនោះប៉ុន្តែបរាជ័យផាគូនមានអារម្មណ៍តក់ស្លុតកាន់តែខ្លាំងនិងនិយាយមិនចេញអំពីរឿងនេះក្រោយមកផាគូបានប្រាប់មិត្តភ័ក្តិរបស់នាងដោយបង្ហាញពីអារម្មណ៍ភ័យខ្លាចរបស់នាងបានប្រាប់គាត់អំពីការប្រព្រឹត្តឃាតកម្មលើកដំបូងរបស់នាងនៅអាយុ17ឆ្នាំហើយនាងបានបង្ហាញពីការព្រួយបារម្ភរបស់នាងថាកូនស្រីរបស់នាងអាចនឹងដើរតាមគន្លងចាស់ដូចនាងដែរផាគូនមិនចង់ឲ្យកូនស្រីរបស់នាងរងឥទ្ធិពលពីអាជីពរបស់នាងទេហើយនាងសង្ឃឹមថានាងនឹងណែនាំនាងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរជាងនេះផាគូនបានព្យាយាមនិយាយជាមួយនឹងកូនស្រីរបស់នាងដោយជំរុញនាងឲ្យគ្របដណ្ដប់កំហឹងរបស់នាងនិងជៀសវាងអាកប្បកិរិយាគ្រោះថ្នាក់បែបនេះបន្តទៅទៀតទោះជាយ៉ាងណាក៏ដោយកូនស្រីរបស់នាងបានបដិសេធមិនស្ដាប់ហើយដើរចេញពីទីនោះកូនស្រីរបស់នាងបានចេញទៅខាងក្រៅមុខរបស់នាងពោពេញទៅដោយការព្រួយបារម្ភហាក់ដូចជាមានអ្វីមួយកំពុងរំខាននាងយ៉ាងខ្លាំងប៉ុន្តែនាងមិនអាចប្រាប់ម្ដាយរបស់នាងបានទេផាគូនបានកត់សម្គាល់ឃើញអាកប្បកិរិយាផ្លាស់ប្ដូររបស់កូនស្រីនាងហើយនាងកាន់តែព្រួយបារម្ភមិនយូរប៉ុន្មានផាគូបានទទួលទូរស័ព្ទពីការហៅរបស់ចៅហ្វាយនាងដោយចាត់ឲ្យនាងនៅបេសកកម្មថ្មីមួយចៅហ្វាយរបស់នាងបានប្រាប់នាងថាក្មេងស្រីអ្នកប្រយុទ្ធនឹងអមដំណើរនាងក្នុងបេសកកម្មមួយនេះនៅថ្ងៃបន្ទាប់មុនពេលបេសកកម្មផាគូននិងក្មេងស្រីអ្នកប្រយុទ្ធបានជួបគ្នាអ្នកប្រយុទ្ធបានបង្ហាញអាវុធរបស់នាងទៅកាន់ផាគូនហើយពួកគេបានបន្តទៅទីតាំងគោលដៅរបស់ពួកគេបេសកកម្មរបស់ពួកគេគឺធ្វើឃាតក្មេងប្រុសម្នាក់នៅក្នុងលក្ខណៈមួយដែលធ្វើឲ្យមើលទៅដូចជាអត្តឃាតអញ្ចឹងពួកគេបានទៅដល់ផ្ទះរបស់គាត់ខណៈពេលដែលក្មេងប្រុសនោះកំពុងតែដេកលង់លក់ហើយផាគូនិងក្មេងស្រីអ្នកប្រយុទ្ធនោះបានបញ្ចេញឧស្ម័នដើម្បីធ្វើឲ្យគាត់សន្លប់ខណៈពេលដែលពួកគេទាំងពីរកំពុងតែរៀបចំឆាកដើម្បីឲ្យមើលទៅដោយករណីអត្តឃាតនោះក្មេងស្រីអ្នកប្រយុទ្ធបានព្យាយាមកាត់សរសៃឈាមរបស់ក្មេងប្រុសនោះត្រង់ផាគូនបានបញ្ឈប់នាងហើយបានបញ្យល់នាងថាមនុស្សដែលសម្លាប់ខ្លួនកម្រកាត់សរសៃដៃរបស់ខ្លួនត្រង់បែបនេះណាស់ការភ័យខ្លាចច្រើនតែធ្វើឲ្យពួកគេកាត់មិនស្មើគ្នាផាគូនបានបង្ហាញពីរបៀបដែលពួកគេគួរតែធ្វើវាទោះជាយ៉ាងណាក៏ដោយខណៈពេលដែលផាគូនកំពុងតែរៀបចំធ្វើសកម្មភាពដើម្បីបង្ហាញក្មេងស្រីអ្នកប្រយុទ្ធនោះនាងបានកត់សម្គាល់ឃើញរូបថតរបស់ក្មេងប្រុសនៅលើតុមួយនាងក្រឡេកមើលកាន់តែជិតនាងបានដឹងថាក្មេងប្រុសម្នាក់នេះគឺជាកូនប្រុសរបស់រដ្ឋមន្ត្រីនៃរដ្ឋាភិបាលនៅក្បែររូបថតនោះមានកំណត់ត្រាមួយដែលបានសរសេរថាសម្លាប់ផាគូក៏បានដឹងច្បាស់អំពីបំណងរបស់រដ្ឋមន្ត្រីដែលជាឪពុករបស់ក្មេងប្រុសនោះគឺគាត់ចង់ឲ្យផាគូស្លាប់ខណៈពេលដែលនាងកំពុងតែគិតអំពីរឿងនេះផាគូបានទទួលទូរស័ព្ទពីកូនស្រីរបស់នាងបានបញ្ជាឲ្យក្មេងស្រីអ្នកប្រយុទ្ធចេញទៅក្រៅដើម្បីនិយាយទូរស័ព្ទកូនស្រីរបស់នាងបានសុំទោសចំពោះអាកប្បកិរិយាមុននឹងរបស់នាងហើយបានសុំឲ្យនាងត្រឡប់មកផ្ទះវិញឆាប់ៗនេះការបង្ហាញពីក្តីស្រឡាញ់ដែលមិននឹកស្មានដល់របស់កូនស្រីរបស់នាងបានធ្វើឲ្យផាគូរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកកូនស្រីរបស់នាងមិនដែលនិយាយនៅពាក្យដែលពោពេញទៅដោយក្តីស្រឡាញ់បែបនេះពីមុនមកចំពោះនាងនោះទេផាគូមានអារម្មណ៍ថាឈឺចាប់និងបានធ្វើខុសចំពោះកូនស្រីរបស់ខ្លួនដោយនាងរវល់តែពីការងារមិនបានចំណាយពេលដ៏មានតម្លៃជាមួយនឹងកូនស្រីរបស់នាង
ផាគូពោពេញទៅដោយកំហុសនិងអារម្មណ៍ឈឺចាប់នៅថ្ងៃនោះដែរចៅហ្វាយរបស់ផាគូកំពុងតែបំពេញបេសកកម្មរបស់គាត់នៅឯប្រទេសរុស្ស៊ីនៅពេលដែលគាត់កំពុងតែអង្គុយនៅក្នុងបារមួយគាត់បានទទួលទូរស័ព្ទពីផាគូសុំឲ្យចៅហ្វាយរបស់នាងអត់ឱនទោសឲ្យនាងព្រោះបេសកកម្មរបស់នាងបានបរាជ័យក៏ប៉ុន្តែចៅហ្វាយរបស់ផាគូមិនជឿនៅរឿងទាំងអស់នេះទេព្រោះវាមិនដែលកើតឡើងពីមុនមកចំពោះផាគូនោះទេផាគូបាននិយាយថានាងមិនអាចសម្លាប់ក្មេងប្រុសនោះបានទេព្រោះពួកគេបានបញ្ចេញឧស្ម័នសន្លប់តិចតួចពេកហើយក្មេងប្រុសនោះមិនបានសន្លប់ទេដូច្នេះហើយបានជាពួកគេមិនអាចសម្លាប់ក្មេងប្រុសម្នាក់នោះបានតាមពិតទៅផាគូកំពុងតែកុហកចៅហ្វាយរបស់ខ្លួនព្រោះកូនស្រីរបស់នាងបានទូរស័ព្ទមកហើយបានធ្វើឲ្យនាងមានអារម្មណ៍រំជួលចិត្តដោយសារហេតុនេះហើយបានជានាងមិនអាចសម្លាប់ក្មេងប្រុសនោះបាននៅពេលដែលចៅហ្វាយរបស់ផាគូកំពុងតែនិយាយទូរស័ព្ទជាមួយនាងមានមនុស្សមួយក្រុមបានសម្រុកចូលមកដើម្បីសម្លាប់ចៅហ្វាយរបស់ផាគូចៅហ្វាយរបស់នាងបានប្រយុទ្ធនឹងពួកទាំងនោះតែម្នាក់ឯងអ្នកណាដែលព្យាយាមសម្លាប់គាត់នឹងសម្លាប់អ្នកនោះដោយគ្រាប់កាំភ្លើងរបស់គាត់បន្ទាប់ពីសម្លាប់អ្នកទាំងអស់នោះរួចមកចៅហ្វាយរបស់ផាគូក៏បាននិយាយទូរស័ព្ទបន្តជាមួយនឹងផាគូគាត់និយាយថាច្បាប់ដែលនាងបានបំពានមានទោសប្រហារជីវិតផាគូបានតបទៅចៅហ្វាយរបស់នាងវិញថាប្រសិនបើគាត់ព្រមជួយសង្គ្រោះនាងអំពីការដាក់ទណ្ឌកម្មនេះនាងនឹងព្រមចុះកិច្ចសន្យាបន្តការងារជាមួយគាត់បន្តទៀតបន្ទាប់ពីបញ្ចប់បេសកកម្មរបស់គាត់នៅប្រទេសរុស្ស៊ីចៅហ្វាយរបស់ផាគូក៏បានត្រៀមខ្លួនត្រឡប់មកប្រទេសរបស់គាត់វិញខណៈពេលដែលកំពុងអង្គុយលើយន្តហោះគាត់បានទូរស័ព្ទទៅប្អូនស្រីរបស់គាត់ប្រាប់នាងថាផាគូមិនបានបញ្ចប់បេសកកម្មរបស់នាងនោះទេនាងនិយាយថាផាគូបានបំពានច្បាប់របស់ក្រុមហ៊ុនដូច្នេះឥឡូវនេះនាងគួរតែត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរតាមច្បាប់របស់ក្រុមហ៊ុនណាំដូដែលជាចៅហ្វាយរបស់ផាគូបាននិយាយថាពួកគេមិនអាចធ្វើបែបនេះបានទេព្រោះនាងគឺជាឃាតករជាន់ខ្ពស់និងមានសមត្ថភាពបំផុតនៅក្នុងក្រុមហ៊ុនរបស់យើងគាត់បន្តនិយាយថាគាត់ចង់ធ្វើការងារជាមួយនាងនៅពេលអនាគតបន្ទាប់ពីនិយាយពាក្យទាំងអស់នេះចប់គាត់ក៏បានផ្ដាច់ទូរស័ព្ទចោលទៅគាត់ចាប់ផ្ដើមនឹកឃើញដល់ពេលដែលគាត់ទៅសម្លាប់ឪពុករបស់ផាគូគាត់បានទទួលកិច្ចសន្យាដើម្បីសម្លាប់គាត់ព្រោះឪពុករបស់នាងធ្វើការជាប៉ូលីសនៅពេលដែលណាំដូទៅដល់ទីនោះដើម្បីសម្លាប់ឪពុករបស់ផាគូស្រាប់តែផាគូក៏បានមកដល់នាងឃើញគាត់កំពុងឈប់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលផាគូខ្លួនឯងបានសម្លាប់ឪពុករបស់នាងព្រោះនាងខឹងនឹងគាត់ខ្លាំងណាស់ឪពុករបស់ផាគូធ្លាប់ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរជាច្រើនមកលើផាគូបន្ទាប់ពីធ្វើបែបនេះនាងមិនមានអារម្មណ៍ខ្មាស់អៀនឬសោកស្ដាយអ្វីនោះទេផ្ទុយទៅវិញនាងថែមទាំងញញឹមទៀតផងចាប់ពីពេលនោះមករហូតមកដល់ពេលនេះនាងបានសម្លាប់មនុស្សជាច្រើននិងធ្វើការងារជាមួយចៅហ្វាយរបស់នាងហើយនាងមិនដែលធ្វើការងារបរាជ័យក្នុងបេសកកម្មរបស់នាងពីមុនមកទេនៅពេលដែលនឹកទៅដល់រឿងទាំងអស់នេះណាំដូក៏មានអារម្មណ៍ថាមិនជឿចំពោះផាគូគាត់មានការសង្ស័យចំពោះផាគូនៅថ្ងៃបន្ទាប់ប្អូនស្រីរបស់ចៅហ្វាយក៏បានទៅជួបមិត្តភ័ក្តិរបស់ផាគូហើយក៏បានផ្ដល់ការងារសំខាន់មួយទៅឲ្យគេនៅថ្ងៃបន្ទាប់ព័ត៌មាននៅក្នុងស្រុកទាំងអស់បានចុះផ្សាយថាកូនប្រុសរបស់រដ្ឋមន្ត្រីត្រូវបានគេសម្លាប់បន្ទាប់ពីឃើញបែបនេះផាគូមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិនបានសម្លាប់គេនោះទេតើអ្នកណាជាអ្នកសម្លាប់គេទន្ទឹមនឹងនោះកូនស្រីរបស់នាងក៏បានមកផ្ទះហើយពួកគេទាំងពីរក៏ចាប់ផ្ដើមជជែកគ្នាកូនស្រីរបស់ផាគូបាននិយាយការពិតទាំងអស់របស់នាងប្រាប់ម្ដាយរបស់នាងថានាងបានស្រឡាញ់មនុស្សស្រីដូចគ្នានិងរឿងផ្សេងទៀតនៅក្នុងសាលារបស់នាងឧទាហរណ៍ដូចជារឿងនាងជាមួយនឹងកូនរបស់រដ្ឋមន្ត្រីម្នាក់នៅថ្ងៃមួយនាងកំពុងតែអង្គុយជិតមិត្តភ័ក្តិរបស់នាងកូនប្រុសរបស់រដ្ឋមន្ត្រីបានថតរូបរបស់នាងបានប្រាប់ឲ្យគេលុបរូបថតទាំងអស់នោះប៉ុន្តែពួកគេបាននិយាយថាពួកគេនឹងលុបរូបថតទាំងអស់នេះចោលប្រសិនបើនាងព្រមតាក់ទងជាមួយនឹងគេក៏ប៉ុន្តែនាងបានបដិសេធជាមួយនឹងគេបន្ទាប់មកកូនរបស់រដ្ឋមន្ត្រីនោះក៏បានគំរាមនាងដោយសារហេតុនេះហើយទើបនាងខឹងយ៉ាងខ្លាំងហើយនៅថ្ងៃនោះនៅសាលារៀននាងបានវាយប្រហារកូនប្រុសរបស់រដ្ឋមន្ត្រីដោយកន្ត្រៃហើយបំរុងនឹងសម្លាប់គេទៀតផងផាគូបានប្រាប់កូនស្រីរបស់នាងអំពីទង្វើបែបនេះថាជាទង្វើខុសហើយបានណែនាំកូនរបស់នាងកុំឲ្យប្រព្រឹត្តរឿងបែបនេះបន្តទៅមុខទៀតបន្ទាប់មកកូនស្រីរបស់ផាគូក៏បានសួរផាគូអំពីការងាររបស់នាងបាននិយាយថាហេតុអ្វីបានជាម្ដាយរបស់នាងមិនដែលនិយាយអំពីការងាររបស់គាត់ឲ្យនាងដឹងអញ្ចឹងកូនស្រីរបស់នាងចង់ដឹងអំពីការងាររបស់ម្ដាយឮបែបនេះផាគូមានអារម្មណ៍ស្លន់ស្លោដោយគិតថាកូនស្រីរបស់នាងអាចដឹងអំពីការងាររបស់នាងភ្លាមនោះកណ្ដឹងទ្វារផ្ទះរបស់ពួកគេក៏បានរលឡើងផាគូបានសម្លឹងឃើញក្មេងស្រីអ្នកប្រយុទ្ធដែលជាឃាតករកំពុងតែឈររងចាំនៅខាងក្រៅផាគូក៏បាននាំនាងចូលមកខាងក្នុងបន្ទាប់មកចាប់នាងហើយដាក់កាំបិតលើករបស់នាងដោយសួរថានាងមកទីនេះដើម្បីអ្វីក្មេងស្រីនោះនិយាយថានាងត្រូវបានបណ្តេញចេញពីក្រុមហ៊ុន MK ហើយបន្ទាប់ពីនេះពួកគេទាំងពីរទៅសន្តាគារមួយនៅទីនោះកម្មករដែលនៅសេសសល់នៃក្រុមហ៊ុន MK ក៏បានមកដល់ដែរ
ដែលសុទ្ធសឹងតែជាមិត្តភក្តិរបស់ផាគូមិត្តភក្តិរបស់ផាគូទាំងអស់បានដឹងអំពីបេសកកម្មរបស់ផាគូជាមួយនឹងក្មេងស្រីអ្នកប្រយុទ្ធដែលបានរៀបចំគម្រោងទៅសម្លាប់ក្មេងប្រុសដែលជាកូនរបស់រដ្ឋមន្ត្រីហើយត្រូវបរាជ័យក៏ប៉ុន្តែនៅថ្ងៃបន្ទាប់កូនប្រុសរបស់រដ្ឋមន្ត្រីម្នាក់នោះក៏បានស្លាប់មិត្តភក្តិរបស់ផាគូបានប្រាប់ផាគូអំពីអ្នកដែលសម្លាប់ក្មេងប្រុសម្នាក់នោះគឺជាមិត្តភក្តិរបស់ផាគូបន្ទាប់ពីដឹងរឿងទាំងអស់នេះផាគូមានអារម្មណ៍មិនសប្បាយចិត្តខ្លាំងបន្ទាប់មកប្អូនស្រីរបស់ចៅហ្វាយក៏បានទេមកមិត្តភក្តិម្នាក់របស់ផាគូក៏បានយកទូរស័ព្ទនោះដើម្បីទៅនិយាយជាមួយនឹងប្អូនស្រីរបស់ចៅហ្វាយបន្ទាប់ពីឆ្លោះគ្នាជាមួយនឹងប្អូនស្រីរបស់ចៅហ្វាយចប់ផាគូក៏បានមកអង្គុយលើតុរបស់នាងបន្ទាប់មកប្អូនស្រីរបស់ចៅហ្វាយក៏បាននិយាយជាមួយនឹងមិត្តភក្តិរបស់ផាគូទាំងអស់ហើយនាងបានផ្ដល់បេសកកម្មមួយទៅឲ្យពួកគេនោះគឺសម្រាប់ផាគូបន្ទាប់មកអ៊ំប្រុសដែលជាម្ចាស់សន្តាគារនោះក៏បានបោះខ្សែមកតាក់ករបស់ផាគូបំរុងនឹងសម្លាប់នាងពួកគេទាំងអស់គ្នាបានវាយប្រហារនាងព្រោះប្អូនស្រីរបស់ចៅហ្វាយបានបញ្ជាឲ្យពួកគេសម្លាប់ផាគូប្រយុទ្ធនឹងពួកគេតែម្នាក់ឯងនាងទប់ទល់នឹងការវាយប្រហាររបស់មនុស្សគ្រប់គ្នាដោយក្លាហានផាគូកំចាត់ពួកគេទាំងអស់គ្នាម្ដងមួយនៅក្នុងការប្រយុទ្ធនេះក្មេងស្រីដែលជាឃាតករគាំទ្រផាគូពួកគេទាំងពីរនាក់ក៏បានរួមគ្នាហើយសម្លាប់មិត្តភក្តិរបស់ផាគូទាំងអស់នៅទីនោះតែម្ដងនៅពេលផាគូព្យាយាមសម្លាប់មិត្តជិតស្និទ្ធរបស់នាងគាត់អង្វរសុំការអភ័យទោសដោយនិយាយថាគាត់ត្រូវបានបង្ខំដោយប្អូនស្រីរបស់ចៅហ្វាយបន្ទាប់មកទូរស័ព្ទរបស់ផាគូក៏បានរលឡើងនោះគឺជាការខកខានទេទូរស័ព្ទជាច្រើនលើកច្រើនសាររបស់កូនស្រីនាងផាគូទូរស័ព្ទទៅរកកូនស្រីរបស់នាងវិញហើយចាប់ផ្ដើមនិយាយជាមួយនាងខណៈពេលដែលកំពុងចាក់ចេញពីសន្តាគារបន្ទាប់មកចៅហ្វាយរបស់នាងក៏បានមកដល់ហើយចាប់នាងគាត់ព្យាយាមសម្លាប់នាងដោយច្របាច់កនាងនៅពេលនោះដែរក្មេងស្រីអ្នកប្រយុទ្ធក៏បានរត់ចូលមកហើយពន្យល់គាត់ថាការវាយប្រហារនេះត្រូវបានរៀបចំឡើងដោយប្អូនស្រីរបស់គាត់ហើយផាគូគ្មានកំហុសក្នុងរឿងនេះទេលើបែបនេះហើយចៅហ្វាយរបស់ផាគូក៏បានដោះលែងផាគូនាងប្រាប់គាត់ថានាងនឹងមិនទុកប្អូនស្រីរបស់គាត់ទេចៅហ្វាយរបស់ផាគូប្រមាននាងថាប្រសិនបើនាងហ៊ានធ្វើអ្វីមួយផ្ដេសផ្ដាសចំពោះប្អូនស្រីរបស់គាត់នោះគាត់នឹងសម្លាប់នាងផាគូឆ្លើយតបនឹងចៅហ្វាយរបស់នាងវិញថាទោះបីជានាងសម្លាប់ប្អូនស្រីរបស់គាត់ឬអត់ក៏ដោយក៏កម្មករដែលនៅសេសសល់នៃក្រុមហ៊ុន MK ទាំងអស់នឹងតាមប្រមាញ់នាងបន្ថែមទៀតថានៅពេលដែលពួកគេរកឃើញថាប្អូនស្រីរបស់គាត់ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់របស់ឃាតករនៃក្រុមហ៊ុនពួកគេនឹងមិនទុកនាងទេចៅហ្វាយសន្យាថានឹងការពារទាំងប្អូនស្រីរបស់គាត់និងផាគូព្រោះគាត់នៅតែចង់ធ្វើការជាមួយនឹងនាងនៅពេលអនាគតផាគូមិនឆ្លើយតបទេបន្ទាប់មកនាងក៏បានចាក់ចេញពីទីនោះបន្ទាប់ពីផាគូចាក់ចេញទៅចៅហ្វាយរបស់នាងក៏បានសម្លាប់ក្មេងស្រីអ្នកប្រយុទ្ធនោះចោលនៅថ្ងៃបន្ទាប់នៅក្នុងអគារនៃកិច្ចប្រជុំមួយមេដឹកនាំដែលជាប្រធាននៃក្រុមហ៊ុនស៊ីឈ្នួលសម្លាប់មនុស្សទាំងអស់ក៏បានមកជួបជុំគ្នាដើម្បីដោះស្រាយវិវាទទំនាស់រវាងក្រុមហ៊ុនមួយនិងក្រុមហ៊ុនមួយដែលបានលួចសម្លាប់គ្នាប្រធានក្រុមហ៊ុនម្នាក់បានក្រោកឡើងហើយស្ដីបន្ទោសទៅកាន់ណាំដូដោយមិនចេះមើលកូនចៅរបស់ខ្លួនបណ្ដាលឲ្យនាងដើរសម្លាប់កូនចៅរបស់គាត់រហូតដល់ទៅ20នាក់នេះគឺជារឿងឈឺចាប់ខ្លាំងណាស់សម្រាប់គាត់ដែលជាប្រធានក្រុមហ៊ុននិងជាប្រធានក្រុមនៃក្រុមរបស់គាត់ប្រធានក្រុមហ៊ុនម្នាក់នោះបានស្ដីឲ្យណាំដូខ្លាំងនៅចំពោះមុខអ្នកគ្រប់គ្នាបន្ទាប់មកគេក៏បានដកកំបិតបំរុងនឹងសម្លាប់ណាំដូក៏ប៉ុន្តែគេមិនមែនជាដៃគូរបស់ណាំដូនោះទេណាំដូបានសម្លាប់ប្រធានក្រុមហ៊ុនម្នាក់នោះហើយគំរាមអ្នកគ្រប់គ្នាដែលនៅទីនោះនៅថ្ងៃបន្ទាប់ផាគូក៏បានទៅការិយាល័យក្រុមហ៊ុន MK របស់ខ្លួនដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនាងបានជួបជាមួយនឹងប្អូនស្រីរបស់ចៅហ្វាយនៅទីនោះដោយមានអារម្មណ៍ខឹងសម្បារនឹងការចង់សងសឹកជាមួយនឹងប្អូនស្រីរបស់ចៅហ្វាយផាគូក៏បានវាយប្រហារប្អូនស្រីរបស់ចៅហ្វាយមុនពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះផាគូបានប្រើប៊ិចដើម្បីសម្លាប់ប្អូនស្រីរបស់ចៅហ្វាយបន្ទាប់មកនាងក៏ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះហើយក៏ចាក់ចេញពីការិយាល័យដោយទុកនៅកិច្ចសន្យាដែលពោពេញទៅដោយឈាមទៅដល់ចៅហ្វាយរបស់ខ្លួនបន្ទាប់ពីចៅហ្វាយរបស់ផាគូបានដឹងថាផាគូបានសម្លាប់ប្អូនស្រីរបស់ខ្លួនរួចមកគាត់ក៏បានទេទូរស័ព្ទទៅកាន់កូនស្រីរបស់ផាគូហើយបាននិយាយការពិតទាំងអស់អំពីម្ដាយរបស់ផាគូប្រាប់ទៅកាន់កូនស្រីរបស់ផាគូបន្ទាប់ពីប្រាប់ការពិតទាំងអស់ទៅដល់កូនស្រីរបស់ផាគូរួចមកចៅហ្វាយរបស់ផាគូក៏បានផ្ដាំកូនស្រីរបស់គាត់ថាឲ្យនាងប្រាប់ម្ដាយរបស់នាងនៅថ្ងៃស្អែកមកការិយាល័យដើម្បីជួបគាត់ខណៈពេលដែលផាគូនិងកូនស្រីរបស់នាងកំពុងតែញ៉ាំអាហារជាមួយគ្នាផាគូបានឃើញនៅក្នុងទូរស័ព្ទដៃរបស់កូនស្រីនាងមានលេខចៅហ្វាយរបស់នាងបានទេមកនាងបានដឹងគ្រប់យ៉ាងអំពីមូលហេតុដែលចៅហ្វាយរបស់នាងទេមកកូនស្រីរបស់នាងនៅថ្ងៃបន្ទាប់ផាគូក៏បានទៅការិយាល័យក្រុមហ៊ុន MK ដោយដឹងច្បាស់ពីគ្រោះថ្នាក់ដែលនាងកំពុងប្រឈមមុខនៅពេលដែលផាគូចូលទៅក្នុងការិយាល័យចៅហ្វាយរបស់នាងបានបាញ់មកលើនាង
ងប៉ុន្តែគ្មានក្របកំភ្លើងណាមួយប៉ះនាងនោះទេវាច្បាស់ណាស់ថាចៅហ្វាយរបស់នាងបាញ់ខុសដោយចេតនាព្រោះគាត់មិនចង់សម្លាប់នាងដោយកំភ្លើងនោះទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមនិយាយគ្នានិងផឹកស្រាមុនពេលដែលពួកគេប្រយុទ្ធគ្នាក្នុងកំឡុងពេលសន្ទនារបស់ពួកគេពិភាក្សាគ្នាអំពីការប្រយុទ្ធរបស់ពួកគេនៅពេលបន្តិចទៀតពួកគេទាំងពីរទទួលស្គាល់ថាពួកគេមានជំនាញស្មើគ្នាហើយមិនអាចកម្ចាត់គ្នាទៅវិញទៅមកបានយ៉ាងងាយស្រួលនោះទេផាគូលប្រាប់ទៅកាន់ចៅហ្វាយរបស់នាងថាគាត់មិនអាចសម្លាប់នាងបានទេព្រោះនាងគឺជាចំណុចខ្សោយរបស់គាត់ផាគូបានដឹងយ៉ាងច្បាស់ថាចៅហ្វាយរបស់គាត់លួចស្រឡាញ់គាត់តាំងពីថ្ងៃដែលគាត់ទៅសម្លាប់ឪពុករបស់នាងនៅពេលដែលនាងមានអាយុត្រឹមតែ17ឆ្នាំតែប៉ុណ្ណោះនិយាយគ្នាមិនបានប៉ុន្មានផងស្រាប់តែផាគូបានវាយប្រហារចៅហ្វាយរបស់នាងដោយមានការឈឺចាប់ខ្លាំងចៅហ្វាយរបស់នាងក៏បានបង្ហាញអំពីវីដេអូដែលកូនស្រីរបស់នាងកំពុងតែមើលនាងតាមរយៈកាមេរ៉ាគ្រប់យ៉ាងដែលនាងកំពុងតែធ្វើនៅពេលនេះនិងអ្វីដែលនាងបាននិយាយកន្លងមកកូនស្រីរបស់នាងបានឃើញនិងឮទាំងអស់ផាគូមានអារម្មណ៍តក់ស្លុតនិងបាក់ទឹកចិត្តយ៉ាងខ្លាំងព្រោះនាងដឹងថាកូនស្រីរបស់នាងបានដឹងការពិតអំពីនាងអស់ទៅហើយអ្វីដែលនាងព្យាយាមលាក់បាំងកូនស្រីរបស់នាងអស់រយៈពេល17ឆ្នាំនៅទីបំផុតកូនស្រីរបស់នាងក៏បានដឹងការពិតកូនស្រីរបស់ផាគូមានអារម្មណ៍ឈឺចាប់និងបាក់ទឹកចិត្តខ្លាំងណាស់ចំពោះម្ដាយរបស់នាងមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់បន្ទាប់ពីដឹងរឿងទាំងអស់នេះផាគូពោពេញទៅដោយកំហុសនិងទុក្ខព្រួយដែលមានចំពោះកូនស្រីរបស់នាងក៏បានចាកចេញពីការិយាល័យហើយត្រឡប់ទៅផ្ទះវិញនៅពេលទៅដល់ផ្ទះផាគូបានឃើញកូនស្រីរបស់នាងកំពុងធ្វើពុតជាដេកលក់ដោយមិនដឹងខ្លួនផាគូមិនបាននិយាយអ្វីច្រើនជាមួយនឹងកូនស្រីរបស់នាងនោះទេនាងគ្រាន់តែចង់ឲ្យកូនស្រីរបស់នាងដឹងថាគ្រប់យ៉ាងដែលគាត់ធ្វើគឺដើម្បីកូនស្រីរបស់គាត់តែម្នាក់គត់បន្ទាប់មកគាត់ក៏បានចាកចេញពីទីនោះប៉ុន្មានថ្ងៃក្រោយមកកូនស្រីរបស់ផាគូនៅក្នុងសាលារៀននាងអោបមិត្តភ័ក្តិរបស់នាងប៉ុន្តែបន្ទាប់មកនាងគំរាមមិត្តភ័ក្តិរបស់នាងដោយព្រមានថាប្រសិនបើថ្ងៃក្រោយគេហ៊ានក្បត់នាងឬឈប់គាំទ្រនាងនឹងសម្លាប់គេចោលសាច់រឿងនេះបានបញ្យល់ប្រាប់យើងថាសកម្មភាពរបស់ម្ដាយឪពុកជះឥទ្ធិពលខ្លាំងណាស់ចំពោះកូនប្រុសស្រីរបស់ពួកគេអ្វីគ្រប់យ៉ាងដែលម្ដាយឪពុកបានធ្វើគឺជារឿងអវិជ្ជមានឥទ្ធិពលនឹងជះទៅដល់កូនប្រុសកូនស្រីរបស់ពួកគេជាក់ជាមិនខានគ្មានអ្វីដែលល្អប្រសើរជាងការពន្យល់កូនប្រុសស្រីរបស់ពួកគេក្រៅតែអំពីហេតុផលដើម្បីឲ្យពួកគេដឹងថារឿងនេះគួរធ្វើឬរឿងនោះគួរធ្វើតែប៉ុណ្ណោះសាច់រឿងមួយនេះបញ្ចប់ទៅជាមួយនឹងស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចនិងគួរឲ្យបារម្ភរបស់កូនស្រីផាគូលដែលបង្ហាញពីសក្តានុពលនិងអនាគតរបស់នាងក្នុងការក្លាយជាឃាតករដ៏គ្រោះថ្នាក់ដោយម្ដាយរបស់នាងដែរអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា